ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះនាងខ្ញុំមករៀបរាប់អត្ថប្រយោជន៍មើមការ៉ុតគឺជាបន្លែឬមួយប្រភេទដែលមានប្រជាប្រិយភាពខ្លាំងនិងផ្ដល់នូវអត្ថប្រយោជន៍ដ៏សម្បូរបែបចំពោះសុខភាពរាងកាយនិងសម្រស់ដោយសារវាមានផ្ទុកទៅដោយវីតាមីនជាតិរ៉ែនិងសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់1ជំនួយដល់សុខភាពភ្នែកនេះជាអត្ថប្រយោជន៍ដ៏លេចធ្លោបំផុតរបស់ការ៉ុតវាមានផ្ទុកសារធាតុដែលរាងកាយបំលែងទៅជាវីតាមីន A ដែលជួយការពារភ្នែកពីការខូចខាតដោយពន្លឺថ្ងៃកាត់បន្ថយហានិភ័យនៃជំងឺភ្នែកឡើងបាយនិងជំងឺខ្សោយភ្នែកតាមអាយុជួយឲ្យមើលឃើញច្បាស់ល្អនៅពេលយប់ឬក្នុងទីងងឹត2ពង្រឹងប្រព័ន្ធភាពស៊ាំវីតាមីន A និងវីតាមីន C ដែលមាននៅក្នុងការ៉ុតដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឲ្យរាងកាយផលិតកោសិកាឈាមសដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគការពាររាងកាយពីការឆ្លងរោគនិងជំងឺផ្ដាសាយផ្សេងៗ3ជំនួយដល់ស្បែកឲ្យមានសុខភាពល្អសារធាតុប្រឆាំងអុកស៊ីតកម្មនិងវីតាមីន A នៅក្នុងការ៉ុតជួយការពារស្បែកពីការខូចខាតដោយសារកាំរស្មី UV ជួយកាត់បន្ថយភាពជ្រីងជ្រួញធ្វើឲ្យស្បែកមានសំណើមនិងមើលទៅមានពន្លឺថ្លាចេញពីខាងក្នុង4ជំនួយដល់ប្រព័ន្ធរំលាយអាហារការ៉ុតសម្បូរទៅដោយសរសៃ Fiber ដែលជួយសម្រួលដល់ការបន្តបង់និងការពារកុំឲ្យទល់លាមកទ្រទ្រង់បាក់តេរីល្អនៅក្នុងពោះវៀនធ្វើឲ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អ5គ្រប់គ្រងសម្ពាធឈាមនិងជំនួយបេះដូងការ៉ុតមានផ្ទុកជាតិម៉ូតាខ្យូមដែលជួយសម្រួលដល់សម្ពាធឈាមឲ្យមានលំនឹងក្រៅពីនេះជាតិសរសៃនៅក្នុងការ៉ុតក៏ជួយកាត់បន្ថយកម្រិតកូលេស្តេរ៉ុលអាក្រក់ក្នុងឈាមដែលជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូងផងដែរ6ជួយសម្រកទម្ងន់ការ៉ុតជាបន្លែដែលមានកាឡូរីខ្ទាបប៉ុន្តែមានជាតិសរសៃនិងទឹកខ្ពស់ការញ៉ាំការ៉ុតជួយឲ្យអ្នកមានអារម្មណ៍ថាឆ្អែតបានយូរដែលល្អបំផុតសម្រាប់អ្នកដែលកំពុងគ្រប់គ្រងឬសម្រកទម្ងន់ការណែនាំបន្ថែមដើម្បីទទួលបានអត្ថប្រយោជន៍ជាអតិបរមាអ្នកអាចញ៉ាំការ៉ុតស្រស់ជាមួយទឹកភេសជ្ជៈឬយកទៅស្លប្រឡាក់ជាមួយអាហារផ្សេងប៉ុន្តែមិនគួរញ៉ាំច្រើនហួសបរិមាណក្នុងមួយថ្ងៃឡើយព្រោះវាអាចធ្វើឲ្យស្បែកឡើងពណ៌លឿងស្រាលដោយសារជាតិលើសនៅក្នុងឈាមតែវាមិនមានគ្រោះថ្នាក់នោះទេ